ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើជ្រក់ខ្ទឹមក្រហមចាហើយសម្រាប់វិធីធ្វើគឺងាយស្រួលធ្វើមែនទែនចាធ្វើតែ2 3យប់ហ្នឹងគឺបានញ៉ាំហើយបងប្អូនចាអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងខ្ញុំដាក់ទឹកស្អាតហ្នឹង200មីលីលីត្រហើយនឹងទឹកខ្មេះ100មីលីលីត្រអំបិល1ស្លាបព្រាបាយស្ករស6ស្លាបព្រាហើយចាដាក់ដាំទឹកហ្នឹងឲ្យពុះចាកូរស្ករអំបិលហ្នឹងឲ្យរលាយសិនណាចារួចហើយយើងបិទភ្លើងហើយលើកឆ្នាំងទឹកហ្នឹងចាទុកឲ្យវាចុះត្រជាក់សិនចាហើយទឹកហ្នឹងយើងអត់ចាំបាច់រម្ងាស់យូរទេបងប្អូនត្រឹមតែមកពុះឲ្យស្ករអំបិលហ្នឹងរលាយទៅគឺយើងអាចបិទភ្លើងហើយលើកចាឆ្នាំងចុះទុកទឹកហ្នឹងឲ្យត្រជាក់ស្រាប់សិនណាបងប្អូនចាហើយនេះគឺជាខ្ទឹមក្រហមខ្ញុំបកសបកលាងវាឲ្យស្អាតហើយសម្រស់ទឹកឲ្យស្រស់ទឹកសិនណារួចហើយចាំយកមកដាក់ក្នុងក្រឡកែវឬក៏កំប៉ុងឬក៏ប្រអប់ផ្លាស្ទិកអីអញ្ចឹងក៏បានដែរណាបងប្អូនចាហើយឥឡូវយើងចាក់ចូលទៅក្នុងក្រឡហ្នឹងហើយចាក់ទឹកចូលចាហើយទឹកនេះដែរគឺយើងចាក់ល្មមម្លិចហ្នឹងបងប្អូនវាអាចសល់បន្តិចតួចអត់អីទេចាហើយខ្ញុំគ្របទុករយៈពេល2ទៅ3ថ្ងៃចា2 3ថ្ងៃក្រោយមកគឺអាចញ៉ាំបានហើយចាហើយវាអត់ហាងទេបងប្អូនខ្ទឹមក្រហមនេះគឺមានរសជាតិចាជូរមកល្មមឆ្ងាញ់ហើយស្រួយចាហើយបើសិនជាទុកនៅខាងក្រៅក្នុងផ្ទះបាយយើងធម្មតាអត់ក្លាស់ទេគឺវាអាចឆាប់ជូរអញ្ចឹងបើសិនជាយើងចាទុកឲ្យបានយូរគឺអាចទុកនៅក្នុងទូទឹកកកឬក៏ចាធុងទឹកកកអីក៏បានដែរចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនចាជម្រាបលា